ការប៉ះទង្គិចនៅភូមិប្រជ័នប្រធានគណៈប្រតិភូ IoT ប្រចាំនៅប្រទេសថៃអះអាងថាគ្រប់យ៉ាងមិនអីទេឧបការីយោធាម៉ាឡេស៊ីនិងជាប្រធានគណៈប្រតិភូក្រុមអ្នកអង្កេតការអន្តរកាលប្រចាំប្រទេសថៃបានប្រាប់សារព័ត៌មានយ៉ាងខ្លីៗថាអ្វីនឹងមិនអីទេខណៈដែលលោកកំពុងអង្កេតមើលស្ថានភាពនៅតំបន់ព្រំដែនភូមិប្រជ័ននេះបើយោងតាមការចុះផ្សាយដោយកាសែតខាវសតប្រធានគណៈប្រតិភូក្រុមអ្នកអង្កេតការអន្តរការប្រចាំប្រទេសថៃឧបការីយោធាម៉ាឡេស៊ីលោកបានប្រាប់សារព័ត៌មានមួយយ៉ាងខ្លីថាអ្វីនឹងមិនអីទេមាត់ថាមិនអីប៉ុន្តែឧបការីម៉ាឡេស៊ីរូបនេះកំពុងត្រួតពិនិត្យស្ថានភាពនៅតំបន់ព្រំដែនភូមិប្រជ័នគណៈយោធាថៃបានធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជារងរបួសជាច្រើនអ្នកដោយសារប៉ូលីសប្រឆាំងកុបកម្មថៃបានប្រើប្រាស់អាវុធគ្រាប់បែកផ្សែងពុលឧស្ម័នបង្ហូរទឹកភ្នែកនិងកំភ្លើងគ្រាប់ក្បាលកៅស៊ូជាដើមគូបញ្ជាក់ផងដែរថាប្រធានគណៈប្រតិភូក្រុមអង្កេតការអន្តរកាលប្រចាំប្រទេសថៃអះអាងបែបនេះធ្វើឡើងស្របពេលក្រុមអ្នកអង្កេតការអន្តរកាលនៅកម្ពុជាបានត្រឡប់ទៅភូមិប្រជ័នដើម្បីត្រួតពិនិត្យស្ថានភាពឡើងវិញបន្ទាប់ពីចាក់ចេញ